បាទគ្រប់ជម្រាបសួរហ្នឹងកដោបខ្ញុំថ្ងៃនេះបាន22ថ្ងៃហើយ22ថ្ងៃឥឡូវមេឃវារោភ្លៀងតែមេឃរោភ្លៀងគឺកដោបយើងបដុំគ្នាអញ្ចឹង22ថ្ងៃនេះវាសក់តាំងម្សិលមិញវាសក់តាំង21ថ្ងៃវាសក់បដានេះឃើញបងប្អូនឃើញវាសក់ដល់ស្លាប់ឯងអញ្ចឹងខែប្រាំងយើងសក់លឿនខែប្រាំងសក់លឿនឲ្យតែយើងឲ្យវាស៊ីដិតដល់គឺវារីកសក់ខ្លួនលឿនណាហើយវគ្គនេះក៏ធំល្អពុកម៉ែបងប្អូននេះមើលឃើញទេហើយវាឡើងទៅសក់នោះវាឡើងសក់លូតទ្រុងសក់ឡើងពេញហើយវគ្គនេះពូជធំល្អឲ្យយើងថែដិតដល់ឲ្យវាស៊ីគ្រប់គ្រាន់អញ្ចឹងកដោបវារដូវប្រាំងនេះគឺវាទទួលផលលឿនអញ្ចឹងវាសក់តាំងពីអាយុ21ថ្ងៃវាសក់អាយុ21ថ្ងៃប្រហែលជា10ក្បាលជាងដល់ថ្ងៃនេះវា22ថ្ងៃអញ្ចឹងវាសក់យើងច្រើនដែរសក់ច្រើនខ្ញុំឃើញថាវាសក់ច្រើននេះឃើញទេកំពុងសក់នេះសក់ដល់ស្លាប់ហ្នឹងកំពុងសក់ដល់ស្លាប់សក់ប្រហែលជាបាន10% ថ្ងៃនេះ10%ហ្នឹងអញ្ចឹងរាល់ការចិញ្ចឹមកដោបឲ្យយើងមានចំណេះមានចំណេញពិតប្រាកដគឺលុយលឿនសម្រាប់ពុកម៉ែបងប្អូនដែលថាចង់ចាំអីហ្នឹងអាចមើលវីដេអូនេះបានឬក៏អាចឆាតឬក៏អាចទេមកពិគ្រោះពិភាក្សាបានអញ្ចឹងហើយវគ្គនេះច្រើនដែរហ្នឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ចាំអីអាចកក់មុនអាចកក់ពងពូជមុនអញ្ចឹងសម្រាប់ខ្ញុំទុកឲ្យព្រោះបើសិនអត់ទេពេលខ្លះខ្ញុំរៀបចំទុកឲ្យភ្ញៀវដែលគាត់កក់លុយឬក៏ខ្ញុំត្រូវពិហិចធុងច្រើនទៀតហ្នឹងព្រោះខ្ញុំហេតុអីខ្ញុំថាត្រូវតែកក់លុយមុនមានបងប្អូនខ្លះធ្លាប់កំងចឹងហើយនិយាយមួយខ្ញុំចឹងហើយដល់ថ្ងៃគឺអត់ឃើញគាត់ទេឬក៏គាត់យកហ្នឹងអញ្ចឹងខ្ញុំវាពិបាកទាំងឡើងនឹងមួយដែរអញ្ចឹងរកស៊ីយើងត្រូវតែស្មោះត្រង់ហើយនេះលឿនមែនអាយុ21ថ្ងៃសក់តាំងអាយុ21ថ្ងៃហើយវគ្គវាធំពុកម៉ែបងប្អូនមកពូជឃើញទេពូជវាគាត់ទៅមកអល់ដៃហើយយ៉ាវានេះរត់ចូលទៅក្នុងនោះមកសក់បដាទេនេះសក់ដល់ស្លាប់ហ្នឹងឃើញទេទៅធំមកម៉ែបងប្អូនឃើញទេចេញមកឡើងកណល់មកសក់ព្រាតឥឡូវវាលឿនជាងរដូវវស្សាហើយនឹងរដូវត្រជាក់ព្រោះដល់24ថ្ងៃ25សក់ដល់ថ្ងៃនេះសក់តាំងពីអាយុ21ថ្ងៃមកសក់បដាអញ្ចឹងឃើញថាវាសក់លឿនអញ្ចឹងយើងលុយក៏លឿនដែរហើយសម្រាប់ពុកម៉ែបងប្អូននៅកំងពងពូជខ្ញុំថាចាំនេះឥឡូវវាចាប់ផ្ដើមសក់ហើយអញ្ចឹងពុកម៉ែបងប្អូនធ្វើត្រង់ឲ្យហើយទៅវាសក់ចាប់គូប្រហែលជា7-10ថ្ងៃណាអាហ្នឹងយើងចាប់ផ្ដើមទទួលពងវាបដាអញ្ចឹងមានបងប្អូនខ្លះក៏គាត់កំងទុកហើយដែរគាត់ថាដល់ពេលរៀងពងហើយដាក់ភ្ញយគាត់នឹងយកដល់ផ្ទះហ្នឹងហើយអ្នកខ្លះទៀតក៏គាត់កំងតាមទូរស័ព្ទហើយនេះអាត្រង់ຂະຫນាតទូចណាຂະຫນាតធំនេះពងຂະຫນាតធំនោះក៏យកមកវាក់ក៏មិនតិចគីឡូដែរហើយអញ្ចឹងពុកម៉ែបងប្អូនដែលចង់ចាំកដោបអីហ្នឹងគឺមើលឃើញទេហើយវាអត់ពិបាកទេអារឿងចាំកដោបនេះវាថាពិបាកដូចតែខ្ញុំនិយាយឲ្យដដែលសំខាន់ត្រង់វាហ្នឹងយើងមានជើងកលស្មោចហ្នឹងកលស្មោចហ្នឹងការពារពេលវាញាស់តែបើវាញាស់ហើយទោះបីមានស្មោចក៏វាអត់បញ្ហាដែរព្រោះវាអត់ស៊ីកដោបយើងទេវាស៊ីតែអាពេលវាទៅញាស់ហ្នឹងទេតែមកចិត្តភ្លៀងចង់ភ្លៀងគឺខ្នាប់ហើយអញ្ចឹងបងប្អូននឹងចាំកដោបឲ្យតែឃើញកដោបយើងនៅផ្ដុំគ្នាអញ្ចឹងមេឃអាកាសធាតុអត់សូវល្អទេបើមិនភ្លៀងពេលល្ងាចភ្លៀងពេលយប់ហើយពេលឡើងសក់ខ្លាំងណានោះសក់ព្រាតសក់ដល់ស្លាប់នេះខ្ញុំគិតថាលឿនមែនតើហ្មងនេះអត់ទាន់បានបុកចំណៃគួនមកឲ្យស៊ីបុកចំណៃគួនមកឲ្យស៊ីក៏ដៅទៅអាឡែងខ្លួនវាហ្នឹងកាន់តែក្រហមកាន់តែខ្មៅខ្លាំងសក់កាន់តែស្រស់គ្នាកាន់តែខ្លាំងអញ្ចឹងណានេះអំពៅខ្មៅយើងស៊ីណាពៅថ្នាំពៅប្រូតេអ៊ីនវាណាមានសបកពោតមានអីដូចតែសបកពោតស្ងោយើងហ្នឹងស្ងោហើយយើងហូបសាច់សល់សបកអាហ្នឹងយើងឲ្យសបកដាក់ចូលទៅក៏វាស៊ីដូចគ្នាសបកពោតយើងសបកពោតខ្ចីក៏បានសបកពោតស្ងោហើយក៏បានមកប្រឡើងទៅសក់ឡើងខ្នាប់អញ្ចឹងខ្ញុំគិតថាលឿនមែនលឿនណាកដោបវគ្គនេះវាលឿនជាងរាល់ដងទៀតខែប្រាំងគឺលឿនណាតែមកវាទៅបដុំគ្នាស៊ីវ
វាមិនចង់ភ្លៀងតែមិនចង់ភ្លៀងគឺកដោបយើងបដុំគ្នាអញ្ចឹងទោះបីបើកថ្ងៃក៏ដោយឲ្យទៅកដោបយើងបដុំគ្នាគឺយើងការពារហើយវានឹងមានភ្លៀងមកក្នុងពេលឆាប់នេះមើលទុំបងប្អូនអើយពូជអានេះពងវិញប៉ិនរៀមដៃចឹងអរគុណច្រើនបងប្អូនហ្នឹងហើយបើចង់កំងអីកំងទុកឲ្យហើយអញ្ចឹងណាកំងទុកឲ្យហើយអញ្ចឹងទៅដោយថាអ្នកគាត់កំងមុនអញ្ចឹងទៅខ្ញុំអាចលើសខំលើសអីរៀងច្រើនតាមហ្នឹងណាដូចថាទិញកន្លះគីឡូចឹងខ្ញុំមានលើសឲ្យប្រមាណអញ្ចឹងទៅទិញដល់1គីឡូខ្ញុំលើសឲ្យប្រមាណខំអញ្ចឹងទៅនឹងសម្រាប់ដែលគាត់កំងទុកហើយដល់ពេលកំងទុកត្រូវកក់លុយដែរបើអញ្ចឹងទេខ្ញុំអត់គ្រីសចូលទេហ្នឹងណាចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងហើយបើថាមានអីចាំចង់មានចម្ងល់អីចាំតាក់ទងចូលអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតនេះដល់ពេលវាសក់ស្លាប់ផុតសល់កតុយគឺវាបឺតឡើងហ្នឹងទៅឡើងទៅវាផុតទៅសំណក់វាហើយដល់មកទ្រុបបានវាលាស្លាប់នឹងអស់ចឹងអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត